ចឹងរឿងហ្នឹងគឺចាប់ផ្ដើមនៅក្នុងភូមិមួយដែលស្ងប់ស្ងាត់នៅក្បែរជើងភ្នំនៅហ្នឹងមានផ្ទះឈើបុរាណមួយខ្នងដែលគេល្បីតគ្នាណាថាវាមានខ្មោចលងកាយកាហាវផ្ទះនេះគឺបើមើលទៅតាមសភាពគឺត្រូវបានគេបោះបង់ជាច្រើនឆ្នាំមកហើយពាក្យចាំអារាមហ្នឹងគឺដោយសារតែគេធ្លាប់បានឮតគ្នាថាបើសិនជាមានអ្នកដែលចូលទៅក្នុងផ្ទះហ្នឹងហើយគឺមិនអាចត្រឡប់មកវិញបានទេហើយពាក្យនេះគឺឮតគ្នាមកថាផ្ទះនេះតែគេបានដឹងថាផ្ទះនេះគឺជាផ្ទះរបស់វិចិត្រករម្នាក់ដែលជាអ្នកគូររូបវ័យក្មេងម្នាក់ដែលគេដឹងតគ្នាមកថាគាត់ធ្វើអត្តឃាតដោយខ្លួនឯងអញ្ចឹងអ្នកភូមិទាំងអស់គ្នាហ្នឹងពុំដែលមាននរណាហ៊ានទៅផ្ទះហ្នឹងទេប៉ុន្តែដល់ឡែកមានយុវជនម្នាក់ដែលមានឈ្មោះថាសវណ្ណហ្នឹងគឺគាត់ជាអ្នកដែលចូលចិត្តចង់ដឹងរឿងផ្សេងរឿងអាកំបាំងផ្សេងចូលចិត្តស្រាវជ្រាវអញ្ចឹងគាត់អត់ជឿទេថាផ្ទះហ្នឹងមានខ្មោចអញ្ចឹងដើម្បីឲ្យដឹងថាមានខ្មោចឬមិនមានខ្មោចគាត់ក៏បានចូលទៅក្នុងផ្ទះហ្នឹងដើម្បីទៅរកការពិតចូលនៅក្នុងពេលយប់អញ្ចឹងនៅយប់មួយហ្នឹងដែលគាត់បានចូលទៅក្នុងផ្ទះហ្នឹងគឺងឹតសូនឈឹងហ្មងព្រោះអត់មានភ្លឺអត់មានភ្លើងមានអីទេហើយនៅពេលដែលគាត់ចូលទៅដល់ហ្នឹងគឺគាត់ចាប់ដើមមានអារម្មណ៍បាត់មានអារម្មណ៍ទៅជាស្រើពេញខ្លួនដូចមានព្រលឹងតាមគាត់ណាព្រោះគាត់ចូលទៅពេលយប់ហើយនៅពេលដែលគាត់បានដើរដល់បន្ទប់គំនូមួយហ្នឹងគាត់ក៏បានឃើញគំនូមួយផ្ទាំងដែលមើលទៅដូចជាខ្លួនគាត់ផ្ទាល់គាត់ឃើញគំនូហ្នឹងប៉ុន្តែគំនូហ្នឹងមើលទៅដូចជារូបរបស់គាត់វិញហើយក្នុងគំនូនោះមានពាក្យមួយឃ្លាបានសរសេរថាអ្នកណាដែលហ៊ានចូលមកទីនេះនឹងក្លាយជាគំនូរបស់ខ្ញុំមួយរំពេចនោះគាត់មានអារម្មណ៍ថាខ្លួនដូចត្រូវបានអីមួយមកចាប់ដៃចាប់ជើងគាត់ដោយកម្លាំងណាមួយប៉ុន្តែគាត់មើលអត់ឃើញទេហើយគាត់ចាប់ដើមមានអារម្មណ៍ថាខ្លួនគាត់គឺកំពុងតែប្រែទៅជាគំនូយឺតដូចអ្វីដែលគាត់បានឃើញសុវណ្ណគាត់ព្យាយាមរត់ចេញពីផ្ទះនឹងទឹកភាពភ័យខ្លាចយ៉ាងខ្លាំងហើយគាត់បានដួលប៉ុន្តែពេលគាត់បានដួលរួចគាត់ឃើញកូនតុក្កតាស្រីមួយនៅក្រោមតុដួលទៅឃើញនៅក្នុងក្រោមតុអញ្ចឹងគាត់រើសតុក្កតានោះរួចវិញ្ញាណក្មេងស្រីហ្នឹងបានលេចចេញមកហើយបាននិយាយថាជួយខ្ញុំផងខ្ញុំត្រូវបានវិញ្ញាណវិចិត្រករចាប់ដាក់ក្នុងតុក្កតានេះអញ្ចឹងបានន័យថាធ្លាប់មានអ្នកចូលមកហើយវិចិត្រករហ្នឹងគឺចាប់វិញ្ញាណហ្នឹងដាក់ចូលក្នុងតុក្កតាអញ្ចឹងសវណ្ណពេលហ្នឹងគឺគាត់ភ័យខ្លាំងគាត់នឹងថាគួរត្រូវធ្វើដូចមិនដេចទេប៉ុន្តែគាត់ក៏សម្រេចចិត្តជួយក្មេងស្រីនេះនោះហើយគាត់បានដើររកមើលហើយក៏បានប្រទះឃើញសៀវភៅមួយក្បាលដែលជាកំណត់ហេតុរបស់វិចិត្រករហ្នឹងនៅក្នុងសៀវភៅហ្នឹងគឺវិចិត្រករហ្នឹងបានសរសេរមុនថាគាត់ដឹងខ្លួនមុនថាគេនឹងធ្វើអត្តឃាតគាត់អញ្ចឹងគាត់អាចសរសេរមុនគាត់ថាគាត់មិនបានសម្លាប់ខ្លួនដោយខ្លួនគាត់ទេប៉ុន្តែគឺគ្រូរបស់គាត់ដែលជាគ្រូរបស់វិចិត្រករហ្នឹងគឺជាអ្នកសម្រាប់ដោយសារតែវិចិត្រករហ្នឹងគឺគាត់មានភាពល្បីល្បាញដែលធ្វើគ្រូរបស់គាត់ហ្នឹងគឺមានការចំណែននឹងទេពកោសល្យរបស់គាត់អញ្ចឹងបន្ទាប់ពីសវណ្ណបានដឹងការពិតនោះគាត់ក៏បានយកកំណត់ហេតុទាំងនោះទៅប្រកល់ឲ្យប៉ូលីសបានមកត្រួតពិនិត្យមើលហើយបានរកឃើញសាកសពរបស់វិចិត្រករនោះត្រូវបានគេកប់នៅក្រោមផ្ទះនឹងឯងហើយចាប់ខ្លួនគូវិចិត្រករនឹងភ្លាមអញ្ចឹងតាំងពីពេលនោះមកផ្ទះនោះក៏លែងមានខ្មោចលងទៀតវិញ្ញាណក្មេងស្រីនិងវិចិត្រករនឹងក៏បានទៅកាន់សុគតិភពដោយសារតែពួកគាត់ទូបាននៅភាពយុត្តិធម៌ចឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការស្ដាប់រឿងនីតិមួយនេះកុំភ្លេចចុច like subscribe ហើយនឹងចុចសញ្ញាកណ្ដឹងហើយនឹងចូល comment ផងសូមអរគុណបើមានរឿងអីដែលល្អជាងនេះសូមបងប្អូនអាចចែករំលែកនៅក្នុងក្រុម comment ដើម្បីខ្ញុំធ្វើការនិទានសូមអរគុណ